គាត់ដើរមកភូមិខ្ញុំគាត់មកដល់ផ្ទះខ្ញុំហ្នឹងគឺរៀងចុងភូមិហើយអញ្ចឹងទៅខ្ញុំក៏អញ្ជើញគាត់ឲ្យចូលមកសារៈនៅផ្ទះខ្ញុំមកយប់អញ្ចឹងណាបងអូនអញ្ចឹងបងអូនពេលឃើញគាត់ដើរអីអាចថាមានមូលនិធិគាត់បង្កើតជាមូលនិធិមួយគឺ$1.8កាក់ដើម្បីវិរៈកងទ័ពយើង18នាក់អញ្ចឹងបងប្អូនអាចចូលជាមូលនិធិជាមួយគាត់ដើម្បីតបស្នងសងគុណដល់បងវិរៈកងទ័ពយើងណាបងអូនអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀតទៅហ៊ានយើង18នាក់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនៅចាំគាត់នៅមុខផ្ទះខ្ញុំអ្នកទាំងអស់គ្នានេះអានេះគាត់ដើរមកដល់ភូមិតាស្មន់ឃុំរលួស្រុកស្វាយជែកខេត្តបន្ទាយមានជ័យបងអូននេះនៅមុខផ្ទះខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំនៅចាំជួបមួយគាត់អញ្ចឹងអ្នកទាំងអស់គ្នាចាំមើលខ្ញុំចាំខ្ញុំសួរគាត់ថាគាត់ដើរក្នុងគោលបំណងអីប៉ុន្តែបើខ្ញុំឃើញតាមបណ្ដាញសង្គមគឺឃើញគាត់និយាយថាគាត់ដើរដើម្បីវិរៈកងទ័ពយើង18នាក់អ្នកទាំងអស់គ្នាចាំជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាណាតែម្នាក់ឯងទេបងប្អូនអើយគាត់ឥឡូវគាត់មកជិតដល់មុខផ្ទះខ្ញុំហើយបងខ្ញុំឃើញបងខ្ញុំឃើញថ្ងៃដើរតាមឃើញថ្ងៃតាមមុខទៅខុសថ្ងៃដើរខ្ញុំដើរ1300គីឡូចឹងខ្ញុំឲ្យបងឆ្លាក់នៅខាងណាខ្ញុំថាទៅមុខទៀតអញ្ចឹងមើលផ្ទះអ្នកស្រុកខ្ញុំបើទៅមុខទៀតបន្តិចទៀតផុតភូមិគេហ្នឹងបាទផុតភូមិនៅខ្ញុំមើលក្នុង map ដែរអរគុណច្រើនបងបាននៅបាទគុណគាត់ចំណាត់ពូមកដល់ផុតពូហើយមិនទៅផ្ដោតអ្នកនៅនៅអាខាងខ្លួនដល់ឯណាខ្ញុំមូលથીឲ្យកង18នាក់មួយការពីដំបូងដើមឡើយគឺយើងអញ្ចឹងទេបាទការដើមឡើយអត់មានកំណងមូលથીទេគាត់ថាជាដល់នេះចូលចាំទៅគាត់វិញចូលប្រទេសយើងកំណើតវិញណាអីចឹងណាហើយចង់បង្ហាញជាគ្រូសាកងទ័ព18នេះថាប្រជាជនយើង17នេះអត់បំភ្លេចក្រុមគ្រូសាបាទអត់បំភ្លេចពួកគាត់ទេប៉ុន្តែក្រោយពេលខ្ញុំដើរបាន3ថ្ងៃមកក៏ខ្ញុំកើតកំណត់មួយទៀតថាចុះខ្ញុំដើរចប់ខ្ញុំទៅជួបក្រុមគ្រូសាគាត់ខ្ញុំតែទាំងដៃទេវាកើតណាបងអញ្ចឹងក៏ខ្ញុំសម្រេចចិត្តមួយតែមួយដុល្លារចុះ8យ៉ាងមួយទៀត8ទេតាមប៉ុន្តែគាត់18ទេបាទបាទអូនយកទូរស័ព្ទបងដល់ខ្ញុំដើរចម្ងាយឆ្ងាយ1800គីឡូគឺទី1កម្លាំងកងទ័ព18នាក់ទី2ទៅកណ្ដាលប្រទេសកម្ពុជាបានគីឡូបានចូល600បាទបងទាំងនេះមិនទីចេញថ្ងៃនឹងចូល30គីឡូទៀតថ្ងៃ30ហ្នឹងต้องដើរម្នាក់ឯងខ្ញុំដើរម្នាក់ឯងទេអត់មានកម្មការងារអត់មានទេគឺយើងដើរទី1គឺយើងពឹងលើការងារសង្គមឯគាត់ទេទី2អ្វីដែលយើងធ្វើគឺចាក់ទៅបត់ខ្ញុំថាឲ្យគាត់ស្នាក់នៅផ្ទះយើងទៅដល់ស្ងាត់វាយើងអាចដើរយប់បាទខ្ញុំថាមក10យប់អីបាទដល់អីព្រោះទៅទៀតផុតភូមិយើងពិបាកក្រោយបាទតែស្នាក់នៅផ្ទះបាទអរគុណអរគុណណាបងអរគុណបាទឥឡូវវាយប់ទៅហើយបងយកមានកំណត់មួយទេពេលគិតទៅយើងទៅអត់ដៃទេវាតំណងទៅយើងម៉ូទៅបានតិចច្រើនជាថវិកាប្រហែលតែយើងខំធ្វើទៅជូនគាត់ទាំងអស់ទៅដើម្បីតែយើងធ្វើយើងណាខែទៅវិញកាហ្វេដល់ឡានកាហ្វេដល់ឡានសញ្ញេមើលបងអត់បណ្ដេដល់ឡាដងខ្ញុំលក់កាហ្វេបានលុយចំណេញខ្ញុំទិញចែកឲ្យក្មេងពេលថ្ងៃដែលយើងដឹកទៅដឹកអីមកដល់ខេត្តក្រៅវិជាថ្ងៃទី24ក៏ទុកសង្គ្រាមនេះទុកគ្រាប់ក៏យើងទៅពេញហើយក៏យើងប្រមូលមូលនិធិរកអាវយើងរកតែអាវទេដើម្បីចែកជូនពិសិដ្ឋចែកអីចឹងព្រោះយើងគិតថាអ្នកខ្លះគាត់ភៀសខ្លួនមកគាត់មករត់យកប្រាក់យកទេនិយាយចេះចុះបាទអញ្ចឹងគាត់មានអាវទីផ្ទះអត់មានអីចឹងក៏ខ្ញុំមកបង
ក្នុង24ថ្ងៃទៀតដល់ពេលចប់ពីការងារហ្នឹងមកក៏យើងចាក់ធ្វើបន្តថ្ងៃដែលយើងបានជួយក៏យើងទៅរួចហើយតែប៉ុន្តែយើងគិតយើងថ្ងៃទី19គឺយើងថ្ងៃគោរពមានខណ្ឌតែយើងថ្ងៃហ្នឹងព្រោះចំណែកតាតំណាងឲ្យគាត់ជិះទីមរៈភាពឯករាជ្យចិត្តដីអញ្ចឹងយើងកំណត់យើងថ្ងៃ15នោះថ្ងៃដើរចេញក្រោយតែអញ្ចឹងអារបស់យើងមានទិន្នន័យមានទូលេខតំណាងឲ្យយើងទាំងអស់គឺបីការយើងបានរយគេជារូបភាពអ្នកខ្លះគាត់ថាចូលតាមគ្នាឬអីរឿងរបស់គាត់ឲ្យបណ្ដាអ្វីយើងធ្វើគឺឆានចាក់ទៅប្រកាសបង្ហាញទៅសង្គមមហាជនថាយើងធ្វើដើម្បីបងប្អូនកងទ័ពដើម្បីនេះបាទលើសនឹងអត់ចូលទេបងតាមទឹកចិត្តបងអីទេ1300ខ្មែរក៏យកមកក៏យកសំខាន់ឲ្យតែបានការចូលរួមយើងទៅវាជាកត្តាមួយល្អចានេះចេញកត្តាទៀតខ្ញុំទៅដល់ហើយខ្ញុំមកទៅអដបចេះចេញទៅតាមទៀតបាទ3ថ្ងៃទៀត3ថ្ងៃទៀតបន្តហើយដើរនៅក្រុងទៅដល់ណាចប់នៅសៀមរាបមកអ៊ំនេះមកពីសៀមរាបអត់ទេយើងចេញពីវិញយើងចេញពីវិញចូលបាត់ដំបងយើងឡើងទៅប៉ៃលិនហើយយើងបានបាត់ដំបងយើងតាមកូនតម្រៃចេញពីកូនតម្រៃឆ្ពោះទៅប៉ុយប៉ែតហើយមកចូលប៉ុយប៉ែតហើយចូលវងមូលផ្លូវជាតិ53ដើម្បីមកតាមបាត់ប៉ុយប៉ែតគុំចេញព្រៃចានអីហ្នឹងទៅចេញគុំខំវិញទៅទីខេត្តទីទៅចេញហ្នឹងទៅវិញសម្រាប់ថ្ងៃនេះគាត់ដើរមកភូមិខ្ញុំគាត់មកដល់ផ្ទះខ្ញុំហ្នឹងគឺរៀងចុងភូមិហើយអញ្ចឹងទៅខ្ញុំក៏អញ្ជើញគាត់ឲ្យចូលមកសារៈនៅផ្ទះខ្ញុំមកយប់អញ្ចឹងណាបងអូនអញ្ចឹងបងអូនពេលឃើញគាត់ដើរអីអាចថាមានមូលនិធិគាត់បង្កើតជាមូលនិធិមួយគឺ$1.8កាក់ដើម្បីវីរៈកងទ័ពយើង18នាក់អញ្ចឹងបងប្អូនអាចចូលជាមូលនិធិជាមួយគាត់ដើម្បីតបស្នងសងគុណដល់បងវីរៈកងទ័ពយើងណាបងអូនអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត